កតាបកិច្ចយោធាជាអាវុធសម្ងាត់ធ្វើឲ្យសង្ហបុរីខ្លាយជាខ្លានៅអាស៊ីនៅពីក្រោយភាពរុងរឿងនៃអគារខ្ពស់កប់ពពកនិងសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសសិង្ហបុរីមានរឿងរ៉ាវដ៏សំខាន់មួយដែលមនុស្សជាច្រើនពុំសូវបានដឹងនោះគឺវិន័យដ៏តឹងរ៉ឹងនិងការលះបង់ដែលយុវជនគ្រប់រូបត្រូវឆ្លងកាត់តាមរយៈកាតព្វកិច្ចបម្រើជាតិដែលត្រូវបានគេចាត់ទុកថាជាច្បាប់ដ៏តឹងរ៉ឹងបំផុតមួយនៅអាស៊ីតើហេតុអ្វីបានជាប្រទេសដីកោះដ៏តូចមួយនេះដាក់កំហិតលើយុវជនរបស់ខ្លួនឲ្យវឹកវើយោធាដល់ទៅ2ឆ្នាំយោងតាមច្បាប់ចុះឈ្មោះចូលបម្រើកងទ័ពដែលត្រូវបានកំណត់ដោយក្រសួងការពារជាតិសិង្ហបុរីយុវជនដែលមានសិទ្ធិជាតិសិង្ហបុរីនិងអ្នកមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ទាំងអស់ត្រូវចុះឈ្មោះចូលបម្រើជាតិនៅពេលដែលពួកគេមានអាយុ16ឆ្នាំកន្លះហើយនឹងត្រូវចូលវឹកហាត់ពេញសិទ្ធិនៅអាយុ18ឆ្នាំនេះមិនមែនជាច្បាប់ធម្មតាឡើយរដ្ឋាភិបាលសិង្ហបុរីមានវិធានការតឹងរ៉ឹងបំផុតចំពោះអ្នកដែលព្យាយាមគេចវេះពីកាតព្វកិច្ចនេះជនណាដែលគេចវេះមិនព្រមចូលបម្រើជាតិនឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាប្រាក់រហូតដល់$10,000សិង្ហបុរីនិងត្រូវមានទោសជាប់ពន្ធនាគាររហូតដល់3ឆ្នាំទៀតផងច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីធានាថាសិង្ហបុរីតែងតែមានកម្លាំងត្រៀមបម្រុងប្រមាណ35,000នាក់ដែលជាកម្លាំងបង្អែកដ៏រឹងមាំបំផុតសម្រាប់ជាតិក្រសួងការពារជាតិសិង្ហបុរីបានបញ្ជាក់ថាច្បាប់នេះមិនមែនគ្រាន់តែជាការរៀបចំកម្លាំងទ័ពដើម្បីត្រៀមធ្វើសង្គ្រាមនោះទេប៉ុន្តែវាគឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងសង្គមផងដែរ